มันไปจับให้บ้านถอดรูปถอดรูปมาติดได้มั้งโอ้ไม่กรอโอ้บางคนนี่ส่งซื้อมากระไรดอกตะปีใบลูกมวยem một em một đám đi bày បាទគោរពជម្រាបសួរហើយក៏សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីគឺវីដេអូយើងទៅរកហ្វុសដែរទេដោយបងប្អូនឃើញជាក់ស្ដែងអញ្ចឹងគឺថាថ្ងៃនេះមានវត្តមានបងធីដែរគឺសមាជិករបស់យើងមាន3នាក់ទៅជិះម៉ូតូចេញទៅពីទឿហើយទៅដល់វាស្រែមកផ្លែតគឺសម្បូរទៅឃើញតែម្ដងបដ ாய் បងប្អូនណាមកកន្លែងនេះគឺវាសះអត់មានបងប្អូនអ្នកភូមិអ្នកផងណាគាត់ទៅរត់ទេអញ្ចឹងដល់ពេលយើងទៅគឺបានទៀតគឺកន្លែងនេះខ្ញុំទៅទាំងជើងនេះទៀតគឺ3ដងហើយប៉ុន្តែនៅតែបានរហូតដោយសារអីគឺសារវាសះដូចខ្ញុំថាអញ្ចឹងឯងក៏ទៅដល់ភ្លាមងុំគ្នាឃើញថាមកដើមនោះគឺ3ក្បាលមួយក្បាលនឹងលោតទៅលាក់មុនបាត់ហើយនៅសល់2ក្បាលនេះក៏មិនឲ្យរបូតទីដៃដែរអ្នកណាមិនដឹងទេបើថាសមាធិវិញគ្មានឲ្យរួចមួយក្បាលទេដូចឃើញអញ្ចឹងបងប្អូនចាក់តលាក់ចាប់អូសบายចាប់ណាស់ហើយពុកវាពេលយប់អញ្ចឹងវាសាំងវាមិនទៅព្រៀងប្រហែលណាទេចង់គេចាប់បានរហូតចឹងទៅគឺថាអូសบายចាប់ណាស់បងប្អូនហើយក៏ធំល្អទៀតគឺថាសบายមែនតើវីដេអូនេះគឺថាមិនសบายនឹងអីទីសบายនឹងចាប់ពុកឃើញពុកហើយយើងចាប់មកដើមនេះរួចរាល់ក៏យើងបន្តដំណើរទៅមកដើមទៀតដោយសារតែនៅចិត្តនឹងវាសម្បូរដើមឈើដើមកសាំងណានិយាយទៅពុកនេះភាគច្រើនវានៅនឹងដើមកសាំងហើយនឹងដើមចាគឺថាអាចារ្យមកដើមនេះបងប្អូនអើយមកដើមនឹងគឺ3ក្បាលទៀតគឺថាដើមវានៅទៀតមួយស្រួលចាប់មែនតើអាដើមខ្លះអាមេឃខ្លះក៏គាត់ទៅឆောင်းតដៃក៏បានដែរបងប្អូនដូចឃើញអញ្ចឹងបางทีឆောင်းតែមិនតិចគឺបានពុះតែម្ដងដោយសារតែវានៅទៀតហើយក៏វីដេអូនេះសូម5បងប្អូនណែនាំថាកុំឲ្យចាប់ដោយពួកខ្ញុំអីបើថាយើងមិនមានបទពិសោធន៍មិនធ្លាប់មិនស្គាល់ពុះប្រយ័ត្នប៉ះពុះមានពឹសនឹងវានឹងប្រឈមនឹងហានិភ័យដល់យើងអញ្ចឹងណាក៏តែពួកខ្ញុំចេះមើលពុះខ្ញុំដឹងថាពុះណាមានពឹសពុះណាអត់ពឹសអីចឹងទៅហ្នឹងឯងហើយក៏យើងក៏ចាប់បានមួយហើយក៏យកទៅដាក់ត្រង់គេថាវាយើងត្រូវការទុកវាឲ្យរស់យើងមិនសម្លាប់វាទេហើយក៏នាំវាឡើងទៅចាប់បន្តទៀតទៅគឺថាមកដើមនេះទីទៅច្រើនមែនតែឃើញថាសបាយចាប់ហើយអាមួយនេះគឺថាស្ដាយមែនតើបងប្អូនដោយសារតែបងទីគាត់ឡើងទៅគាត់ចង់ថតដែរដល់ពេលគាត់ទៅចាប់ទៅឯណាប៉ះមេឃឈើរបូតធ្លាក់មកចាប់វាអត់ទៀនរួចអស់មួយប្រហើយក៏យើងទៅចាប់អាមកក្បាលទៀតគឺថាគាត់ទៅធ្លាក់ពីលើចុងគ្នាដល់ដីមិនទាន់គេចាប់បានគឺសាហាវគាត់ខ្ញុំទទួលស្គាល់ថាពិតជាអ្នកជំនាញចាប់ពុករបស់គេមែនចាប់សាហាវពេកហើយគេហៅថាស្អីគេសូម្បីតែបកងបគាពុកទីចាប់អ្នកចាប់ខ្លាលុកទៀតផងក៏មិនដឹងនៅនេះបើស្អីគេចាប់បានស្អីគេចាប់បានថ្ងៃហើយយកយើងតមនៅទៅពីដើមនឹងទៀតក៏ប៉ុន្តែវាអត់មានទេបើថានិយាយពីថាអាសត្វគេប្រពេចនឹងចាប់អូមកពីដើមឡើងប្រងព្រាតសសម្រុះពេញមកដើមមកថាអ្នកកុំមាញ់វិញមិនដឹងត្រូវបានប៉ុណ្ណាទេក៏ប៉ុន្តែគោលដៅរបស់យើងគឺយើងទៅរកតែពុះទេហើយក៏មកដល់ដើមកសាំងនេះក៏ជាក្តីនិយាយឃើញហើយយើង add story គេថាអូបានសម្បើមចាស់ដៃហើយគេសុំទីតាំងគេថាស្រាប់តែមកសន្ទុកឃើញមកដល់មានមកព្រាតសោះគេថាអូបែបជាចង់មែនតើចង់ខ្លាំងហើយគ្នាក៏តាមពិតមកដើមនេះយើងឃើញយូរដែរហើយក៏ប៉ុន្តែលឺភាគក្តីគេថាគេចង់មួដែរចឹងយើងជួយចាំឲ្យគេបានថតសិនទៅណាហើយក៏នឹងឯងបានមកដល់ក៏យើងងុំគ្នាបន្តចាប់ទីទៅបើអាដើមអាមេឃណាវានៅខ្ពស់ចឹងទៅក៏យើងឡើងទៅចាក់វាហើយមានអ្នកចាំចាប់ពីក្រោមបើមិនចឹងទេវានឹងអត់បានវាទេហើយក៏អាខ្លះក៏មិនទាន់ទៅបានចាប់ក៏លោតមកដូចអានេះឃើញជាស្ដែងចឹងបាទបងប្អូនក្រោយពេលយើងចាប់រួចរាល់ហើយតែយើងក៏នាំគ្នាត្រឡប់ទៅរកទីតាំងដែលត្រូវបោះតង់ដោយសារតែក៏យើងអត់បានជួយអីវ៉ាន់មកពីទៀតទេយើងទុកអីវ៉ាន់ទៅទៀតហើយក៏យើងទៅចាប់ពុះហើយសូមយើងជួយអីវ៉ាន់យើងទៅរកកន្លែងតែបោះតង់គឺថានៅមិនឆ្ងាយពីគ្នាប្រហែលទេនៅស្រុកភូមិចិត្តនឹងឯងក៏ក្នុងទៅដល់ការៀបចំអីវ៉ាន់កន្លែងនេះគឺកន្លែងឲ្យប្រាសាទសម្បូរគេហៅថាវាលពុកគេឡំប្រាសាទសម្បូរគឺអ្នកស្រុកខ្ញុំគេអាសាទៅធ្វើបន់បូជាអញ្ចឹងទៅគេមានមួយកន្លែងជាប្រាសាទបុរាណដែរក៏ប៉ុន្តែឥឡូវកន្លែងមានជាប្រាសាទជាអីអស់ហើយគឺដោយសារតែឲ្យពួកចៅពួកឲ្យហ្នឹងឯងគ្រឹះតំណប់គ្រឹះមាសពេជ្រណាវាទឹកគ្រឹះកកាយអស់ក៏នៅសល់តែដុំថ្មអញ្ចឹងកន្លែងមានរូបរាងប្រាសាទហើយក៏ប៉ុន្តែថាចាស់អ្នកស្រុកអ្នកភូមិខ្ញុំគាត់នៅតែធ្វើសក្ការៈបូជាទៅពេលមានឱកាសបន់ទានឬមួយក៏រដូវបន់ស្រន់អញ្ចឹងទៅគាត់ទៅសែនទៅបន់អីអញ្ចឹងទៅកន្លែងនោះគឺវាស័ក្តិសិទ្ធិចេះទេបងប្អូនកាលពីចំនួនមុនចាស់គាត់ថាសុំអីបាននឹងបងប្អូនតែជាធ្លាប់ឮហើយកន្លែងណាដែលស័ក្តិសិទ្ធិគឺចំនួនពីមុនមកវាអត់មានច័ន្ទឆ្នាំងសបោបបោដូចយើងទេក្រោយពីចប់ពលពតក៏បើទៅសុំច័ន្ទឆ្នាំងគឺបានច័ន្ទឆ្នាំងសុំអីបាននឹងប៉ុន្តែវាបើថាមាសពេជ្រអីសុំមិនបានទេអញ្ចឹងគេហៅថាលក្ខណៈខ្ចីដល់ពេលរួចហើយយកទៅសងគេវិញគេអត់អីទេអញ្ចឹងដល់ពេលលើក្រោយហើយទៅសុំទៀតបានទៀតអញ្ចឹងណាហើយក៏ជាកន្លែងដែលគេហៅថាសម្រាប់ដល់ពេលខែធ្វើស្រែធ្វើស្រូវទៅមេឃវារៀងគ្រោះរៀងស្ងួតអញ្ចឹងអត់ភ្លៀងក៏ចាស់គាត់នាំគ្នាទៅលក្ខណៈដូចស្រង់ព្រិះណាធ្វើបន់សុំទឹកភ្លៀងក៏បានទឹកភ្លៀងមកទៅមកយកមិនតែមកយកក្រោយនេះគឺដូចជារៀងស្ងាត់សឹងថាសាបអាលីអស់ក៏មិនដឹងជាយ៉ាងណាអីទេហើយក៏នោះឯងហើយយើងក៏មិនមានអីឆ្ងាយទេវីដេអូនេះក៏ដូចថាធ្វើមហូបដាំបាយដាំទឹកហូបនៅពីដេកក៏ព្រឹកឡើងមើលទេសភាពជុំវិញណាពិតជាស្រស់ស្អាតមែនតើមានវាស្រែវាស្រូវមានកបីអ្នកភូមិអ្នកផងដោយសារតែកន្លែងហ្នឹងវាទូលអញ្ចឹងទៅអ្នកភូមិគាត់យកកបីទៅចងនោះហើយដើម្បីឲ្យច្រូតស្មៅច្រូតអីវាស៊ីអញ្ចឹងទៅ
បាទបងប្អូនការពីយប់មិញហ្នឹងគឺភាគក្តីគេអត់បានហូបមកហូបអញ្ចឹងទៅពីយប់ខ្ញុំស្ងោរពុះហើយដល់ល្ងាចឡើងឲ្យព្រឹកឡើងទៀតគេមកស្ងោរជ្រក់ពុះទៀតគេថាស្អីគេនឹងលែងមានក្នុងវចនានុក្រមគេហើយអាពាក្យថាស្ងោរជ្រក់នេះដល់មានឯណាថ្ងៃនេះគឺស្ងោរពុះស្ងោរជ្រក់ទៀតអ្វីដែលសំខាន់នឹងពីល្ងាចខ្ញុំស្ងោរជ្រក់ហូបជួយក្នុងទីផ្សារហើយគេមកស្ងោរឲ្យខ្ញុំហូបទៀតក៏ប៉ុន្តែនៅតែហូបបានដោយសារតែក្នុងឯងសាច់ពុះវាឆ្ងាញ់បងប្អូនដូចបងប្អូនដឹងហើយបងប្អូនធ្លាប់រសជាតិហើយណាមួយទឹកដៃគេក៏នៅក្រនបើដែរអាស្ងោរជ្រក់សឡស្ងោរជ្រក់របស់គេនឹងគឺឆ្ងាញ់ទទួលស្គាល់ថាឆ្ងាញ់មែនឯងបាទបងប្អូនបើមិនជឿក៏សាក់ឲ្យគិតនោះធ្វើឲ្យហូបសាក់មើលទៅមិនដឹងថាទឹកដៃយ៉ាងណាហ្នឹងឯងក្រោយពេលយើងហូបចោលរៀបចំអីបានរួចរាល់ក៏នាំគ្នាត្រឡប់មកទៀតហើយខ្ញុំមើលឃើញឱកាសឆ្នាំក្រោយខ្ញុំនឹងយកម៉ូតូបង្ធីទៅយកយើងនឹងយកម៉ូតូគិតទៅយកខ្ញុំកុំឲ្យពិបាកយើងធ្វើគប់នាំហត់គេដាក់តែម៉ូតូនេះទៅគឺថាខ្ញុំមកព្រៃដឹងតែផ្អើលអស់តែម្ដង